Hello អ្នកទាំងអស់គ្នានេះក៏ជា website ដែលយើងចេញកាលពីវីដេអូមុនដែលយើងបាន demo បង្ហាញអំពីដំណើរការរបស់ website នេះហើយឥឡូវហ្នឹងក៏ធ្វើឲ្យបងស្រីម្នាក់ដែលគាត់លក់ខោអាវនៅក្នុងហ្នឹងហើយគាត់បានប្រើ website នេះអញ្ចឹងយើងចូលមកមើលទាំងអស់គ្នាឥឡូវយើងចូលទៅទិញអីវ៉ាន់របស់គាត់គឺយើងដាក់ឈ្មោះរបស់យើងមកដាក់ឈ្មោះពេញរបស់យើងក៏បានឈ្មោះ Facebook របស់យើងក៏បានអត់អីទេហើយដាក់ឧទាហរណ៍សិនមកហើយយើងដាក់ទីតាំងអាសយដ្ឋានជាក់លាក់មួយទៅដើម្បីឲ្យគាត់ដឹកអីវ៉ាន់ដល់ផ្ទះរបស់យើងអញ្ចឹងណាហើយអានេះគាត់នៅឧទាហរណ៍ទេហើយយើងចុះឈ្មោះមកអូខេនេះគឺជាអីវ៉ាន់របស់គាត់ដែលគាត់មានលក់នៅក្នុង stock របស់គាត់ចឹងចំពោះការប្រើ website នេះវាស្រួលត្រង់ថានៅពេលណាដែលគាត់អស់ stock ឬក៏update អីវ៉ាន់អីផ្សេងគឺភ្ញៀវរបស់គាត់មិនចាំបាច់ screenshot ទៅសួរគាត់ទេគឺគាត់ភ្ញៀវរបស់គាត់អាច order ពី website នេះទៅគឺវាងាយស្រួលវាកាត់បន្ថយក្នុងការឆ្លើយតបទៅកាន់ភ្ញៀវអញ្ចឹងនៅពេលដែលភ្ញៀវគាត់ចូល order តាម website ហ្នឹងហើយគឺគាត់អាចpayment តាម website ហ្នឹងផ្ទាល់ក៏បានហើយអាចឆាតទៅអ្នកលក់ផ្ទាល់ក៏បានដែរអត់អីទេហើយយើងចូលមកកាន់កន្លែងទូទាត់ប្រាក់មកហើយយើងចុចនៅលើ QR ណាមួយដើម្បី pay លុយទៅគាត់ក៏បានយើងចុចលើហ្នឹងមកវា pop up មកលើហើយដើម្បីឲ្យយើង scan បានអញ្ចឹងវាមានចំនួនទឹកប្រាក់មានអីនៅហ្នឹងហើយយើង upload វិក័យប័ត្រទៅដើម្បីឲ្យគាត់ផ្ទៀងផ្ទាត់ដើម្បីឲ្យគាត់ផ្ទៀងផ្ទាត់ថាតើលុយហ្នឹងបានចូលគណនីរបស់គាត់នៅអញ្ចឹងដល់ពេលយើងបាន upload វិក័យប័ត្រហើយយើងចុច submit ទៅគាត់ទៅអូខេឥឡូវទំនិញរបស់យើងគឺយើងទិញបានជោគជ័យហើយចំពោះTelegram bot អីគឺយើងភ្ជាប់ឲ្យគាត់រួចរាល់ហើយអញ្ចឹងរាល់ព័ត៌មានទាំងអស់គឺគាត់ទទួលបានពីយើងហើយបើអ្នកទាំងអស់គ្នាត្រូវការ website នេះយកទៅប្រើអីគឺអាចតាក់ទងមកបានគឺអត់មានគិតប្រាក់គិតអីទេហើយបើសិនណាបើចង់ឲ្យខ្ញុំនៅ maintenance ទៅលើ website ហ្នឹងក៏ដូចជា update អីផ្សេងគឺអាចគិតជាកញ្ចប់អីផ្សេងតែចំពោះ source code អីអ្នកទាំងអស់គ្នាអាចឆាតមកយកមកប្រើបានគឺអត់អីទេ